ខ្ញុំសូមគោរពគណៈទឹកដីនិងអង្គពិធីទាំងមូលជាទីគោរពថ្ងៃនេះតាំងនាមគណៈកម្មការជាតិរៀបចំការបោះឆ្នោតខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមជាមួយអាដាមលោកជំទាវលោកស្រីប្រធានលធរខបប្រធានផ្នែកអប់រំព័ត៌មានទំនាក់ទំនងសាធារណៈអ្នកបច្ចេកទេសកុំព្យូទ័រនៃលធរខបនិងភាគីពាក់ព័ន្ធទាំងអស់ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2026ដ៏មានសារៈសំខាន់នេះខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការឋានគណៈយុវដ្ឋាននិងយុវដ្ឋានជំនាញទាំងអស់ដែលបានសហការគ្នាយ៉ាងសកម្មនិងយកចិត្តទុកដាក់ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលរបស់លោកប្រធានយុវដ្ឋានបណ្ដុះបណ្ដាលនិងអប់រំអ្នកបោះឆ្នោតការបណ្ដុះបណ្ដាលរយៈពេល3ថ្ងៃនេះឃើញថាសិក្ខាកាមទាំងអស់ទទួលបាននៅចំណេះដឹងថ្មីមានការយល់ដឹងច្បាស់លាស់បន្ថែមទៀតអំពីការពិនិត្យជីឈ្មោះនិងការចូលឈ្មោះបោះឆ្នោតបានល្អប្រសើរកត្តានេះបានបង្ហាញពីភាពវិជ្ជមានសម្រាប់មន្ត្រីបោះឆ្នោតនិងភាគីពាក់ព័ន្ធដែលនឹងត្រៀមរៀបចំការបណ្ដុះបណ្ដាលនិងអនុវត្តបន្តនាពេលដ៏ខ្លីនៅតាមរាជធានីខេត្តអាដាមលោកជំទាវលោកស្រីនិងអង្គពិធីទាំងមូលជាទីមេត្រីអនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះការពិនិត្យជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំគឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ដែលត្រូវធ្វើជារៀងរាល់ឆ្នាំដើម្បីធានាឲ្យបញ្ជីបោះឆ្នោតមានភាពពេញលេញមានភាពត្រឹមត្រូវនិងបច្ចុប្បន្នភាពទុកសម្រាប់បម្រើឲ្យការបោះឆ្នោតតាមការកំណត់នៃច្បាប់ហេតុនេះហើយដើម្បីធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរច្បាប់ស្ដីពីការបោះឆ្នោតបានកំណត់ឲ្យគោជបដំណើរការនៃការពិនិត្យជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំហើយនៅឆ្នាំ2026នេះផ្អែកតាមសេចក្តីសម្រេចលេខ005គោជបសសរចុះថ្ងៃ22មករាឆ្នាំ2026ស្ដីពីការពិនិត្យជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2026ដំណើរការនៃការពិនិត្យជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនិងការផ្ដល់សុពលភាពបញ្ជីបោះឆ្នោតផ្លូវការត្រូវធ្វើចាប់ពីថ្ងៃទី7ខែតុលាឆ្នាំ2026រហូតដល់ថ្ងៃទី12ខែកុម្ភៈឆ្នាំ2027ក្នុងនោះការពិនិត្យជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ទូទាំងប្រទេសគឺមានរយៈពេល55ថ្ងៃដោយអនុវត្តចាប់ពីថ្ងៃទី7ខែតុលាដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2026ដោយបានកំណត់ក្នុងប្រក្តីទិននៃការពិនិត្យជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2026អាដាមលោកជំទាវលោកស្រីសិក្ខាកាមទាំងអស់ក្នុងដំណើរការរៀបចំការបោះឆ្នោតការពិនិត្យជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតគឺជាដំណាក់កាលដំបូងនិងមានសារៈសំខាន់បំផុតក្នុងចំណោមដំណាក់កាលទាំង4នៃដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាព្រោះបញ្ជីបោះឆ្នោតបានផ្ដល់នៅមុខងារសំខាន់2ដល់អាជ្ញាធរបោះឆ្នោតគឺផ្ទៀងទាត់សុពលភាពនៃអ្នកបោះឆ្នោតនិងត្រួតពិនិត្យភាពស្របច្បាប់នៃការបោះឆ្នោតខ្ញុំសូមគូសបញ្ជាក់ថានៅប្រទេសកម្ពុជាដំណើរការនៃការបោះឆ្នោតត្រូវចែកចេញជា4ដំណាក់កាលសំខាន់គឺ1ដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត2ដំណាក់កាលចុះបញ្ជីគណៈបកនយោបាយឈ្មោះបោះឆ្នោតនិងបញ្ជីបេក្ខជនឈ្មោះ3ដំណាក់កាលឃោសនាបោះឆ្នោត4ដំណាក់កាលបោះឆ្នោតរាប់ស្លឹកឆ្នោតនិងប្រកាសលទ្ធផលនៃការបោះឆ្នោតបន្ទាប់ពីគណៈកម្មការជាតិរៀបចំការបោះឆ្នោតបង្កើតឡើងនៅឆ្នាំ1998រហូតដល់ឆ្នាំ2015ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត
ត្រូវអនុវត្តដោយដៃតាមឃុំសង្កាត់រួចបញ្ជូនឯកសារបញ្ចូលទិន្នន័យនិងរៀបចំជាបញ្ជីបោះឆ្នោតនៅមជ្ឈមណ្ឌលកុំព្យូទ័រថ្នាក់ជាតិប៉ុន្តែដោយបច្ចេកវិទ្យាកាន់តែរីកចម្រើនក្នុងប្រទេសកម្ពុជាគណៈកម្មការជាតិរៀបចំការបោះឆ្នោតបានធ្វើកំណែទម្រង់លើការចុះឈ្មោះបោះឆ្នោតដោយដៃមកជាការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រវិញចាប់ពីឆ្នាំ2016មកការប្រើប្រាស់បច្ចេកវិទ្យានេះគឺគួរច្បងធ្វើការចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់និងបញ្ជូនទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិតមកយកឋានគ្រប់គ្រងទិន្នន័យនៃបោះឆ្នោតនិងបញ្ជីបោះឆ្នោតដើម្បីរៀបចំជាបញ្ជីបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតនីមួយៗដែលមានចែងនិងកំណត់ក្នុងច្បាប់បច្ចេកវិទ្យានេះបានផ្ដល់ភាពងាយស្រួលដល់គូច្បងក្នុងការគ្រប់គ្រងបញ្ជីឈ្មោះអ្នកបោះឆ្នោតនិងងាយស្រួលក្នុងការស្វែងរកព័ត៌មានអ្នកបោះឆ្នោតយ៉ាងឆាប់រហ័សតែទោះជាយ៉ាងណាក៏នៅមានចំណុចខ្វះខាតមួយចំនួនដែរគឺដោយសារតែការបាត់បង់បច្ចុប្បន្នភាពរបស់សម័យខ្លួនការប្រែប្រួលស្ថានភាពរបស់ប្រជាពលរដ្ឋក្នុងសង្គមដូចជាមានអ្នកទទួលមរណភាពអ្នកផ្លាស់ប្ដូរអាស័យដ្ឋាននិងការប្រែប្រួលសញ្ញាណដៅសម្គាល់របស់អ្នកបោះឆ្នោតដែលនាំឲ្យខុសពីទិន្នន័យជាមាត្ររបស់អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតជាធម្មជាតិក្នុងរយៈពេល10ឆ្នាំទុនភាគរបស់មនុស្សយើងតែងតែមានភាពប្រែប្រួលមួយចំនួនដូចជារូបពិតចាស់ជាងរូបថតនិងសំណាក់ខ្ចៅដៃដែលនាំឲ្យមានភាពប្រែប្រួលឬខុសទិន្នន័យជាមាត្រក្នុងបញ្ជីបោះឆ្នោតដែលអ្នកបោះឆ្នោតបានចុះឈ្មោះកន្លងទៅកាលពី10ឆ្នាំមុនកត្តានេះហើយដែលនាំឲ្យមានការលំបាកក្នុងការកំណត់អត្តសញ្ញាណរបស់អ្នកបោះឆ្នោតហើយអាចឈានដល់ការប៉ះពាល់សិទ្ធិនិងការបោះឆ្នោតរបស់អ្នកបោះឆ្នោតស្របតាមការកំណត់នៃច្បាប់នៅថ្ងៃបោះឆ្នោតរហូតដល់ឆ្នាំ2024ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនិងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតប្រចាំឆ្នាំអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានធ្វើការកែតម្រូវទិន្នន័យរបស់ខ្លួនដែលមានការប្រែប្រួលស្ថានភាពដូចជាករណីទទួលមរណភាពការផ្លាស់ប្ដូរលំនៅឋានឬទីសំណាក់ការកែតម្រូវករណីខុសឈ្មោះភេទថ្ងៃខែឆ្នាំកំណើតការផ្លាស់ប្ដូរឯកសារចុះឈ្មោះបោះឆ្នោតរបស់អ្នកបោះឆ្នោតតាមឯកសារថ្មីការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនៅឃុំសង្កាត់ចាស់ហើយផ្ទេរទិន្នន័យទៅឃុំសង្កាត់ថ្មីប៉ុណ្ណោះប៉ុន្តែគណៈកម្មការជាតិរៀបចំបោះឆ្នោតពុំទាន់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជាមាត្ររបស់អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតយ៉ាងតិច10ឆ្នាំឡើងទៅនោះទេហេតុនេះហើយបានជានៅឆ្នាំ2025គូចបបានសម្រេចធ្វើបច្ចុប្បន្នភាពទិន្នន័យជីវប្រវត្តិនិងទិន្នន័យជាមាត្ររបស់អ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតហើយយ៉ាងតិច10ឆ្នាំក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំដើម្បីឲ្យបញ្ជីបោះឆ្នោតកាន់តែមានភាពល្អប្រសើរឡើងប្រកបដោយគុណភាពនិងដើម្បីធានាដល់សិទ្ធិបោះឆ្នោតពេញលេញរបស់ប្រជាពលរដ្ឋគ្រប់រូបការពង្រឹងបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតគឺជាការចាំបាច់ដែលគួរចបបានយកចិត្តទុកដាក់ជាប្រចាំតាមរយៈការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះឆ្នោតដែលត្រូវធ្វើរៀងរាល់ឆ្នាំពិសេសបច្ចុប្បន្នភាពទិន្នន័យជីវប្រវត្តិនិងទិន្នន័យជាមាត្រហើយការងារនេះទាមទារឲ្យមានកិច្ចសហការខ្ពស់ពីភាគីពាក់ព័ន្ធនិងបងប្អូនជាប្រដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតរួចហើយក្នុងឆ្នាំកន្លងទៅគិតចាប់តាំងពីឆ្នាំ2016មកឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញានិងអង្គពិធីទាំងមូលសូមជម្រាបជូនថាដោយឯកឧត្តមអគ្គលេខាធិការបានលើកឡើងកាលពីពេលបើកវគ្គបណ្ដុះបណ្ដាលថាការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2026នេះគឺជាការអនុវត្តក្នុងស្ថានភាពដ៏លំបាកដោយសារតែនៅតាមបណ្ដាខេត្តមួយចំនួនត្រូវបានទទួលរងផលប៉ះពាល់ដោយសារការឈ្លានពានពីយោធាថៃដោយនេះគូចបបានខិតខំយកចិត្តទុកដាក់ធ្វើយ៉ាងណាដើម្បីធានាបាននៅបញ្ជីបោះឆ្នោតដែលមានភាពត្រឹមត្រូវភាពពេញលេញនិងបច្ចុប្បន្នភាពសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគុំសង្កាត់អាណត្តិទី6
ឆ្នាំ2027ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី6ខែមិថុនាឆ្នាំ2027ខាងមុខក្នុងនាមគណៈកម្មការជាតិរៀបចំការបោះឆ្នោតខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមកប្រជាពលរដ្ឋខ្មែរដែលមានអាយុ18ឆ្នាំឡើងគិតដល់ថ្ងៃបោះឆ្នោតគឺអ្នកដែលកើតមុនឬត្រឹមថ្ងៃ7ខែមិថុនាឆ្នាំ2009ឬប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋានឬទីសំណាក់ចូលក្នុងឃុំសង្កាត់ថ្មីរួមទាំងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ2025ហើយមានបំណងកែតម្រូវទិន្នន័យជីវប្រវត្តិប្តូរការិយាល័យបោះឆ្នោតក្នុងឃុំសង្កាត់ឈ្មោះភេទថ្ងៃខែឆ្នាំកំណើតឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតឬប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ2016ឬឆ្នាំ2017ដែលមិនធ្លាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតកែតម្រូវឬធ្វើបច្ចុប្បន្នភាពជាមួយក្រុមចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី7ខែតុលាដល់ថ្ងៃ30ខែវិច្ឆិកាឆ្នាំ2026នៅតាមសាលាឃុំសង្កាត់ឬតាមភូមិមួយចំនួនក្នុងឃុំសង្កាត់សម័យកំបីខានសូមតំណាងគណៈបកនយោបាយសមាគមអង្គការមិនមែនរដ្ឋាភិបាលអាជ្ញាធរគ្រប់ដំណាក់ថ្នាក់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននិងភាគីពាក់ព័ន្ធដទៃទៀតមេត្តាជួយផ្សព្វផ្សាយបន្តនិងជំរុញប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះនិងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ2025ដែលមានបិទផ្សាយនៅតាមសាលាឃុំសង្កាត់ឬទីប្រជុំជនណាមួយក្នុងឃុំសង្កាត់ហើយបង្ហោះលើអាស័យដ្ឋានកោចប whatlist.nec.gov.kh ឬតាមកម្មវិធីទូរស័ព្ទឆ្លាត Mobile App NEC.KH ចាប់ពីថ្ងៃទី26ខែកញ្ញាឆ្នាំ2026ខាងមុខខ្ញុំសូមណែនាំដល់លោកធខបទាំង25ត្រូវបន្តសហការជាមួយអគ្គនាយកដ្ឋានជំនាញអាជ្ញាធរគ្រប់ដំណាក់ថ្នាក់និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាលបន្តនៅតាមរាជធានីខេត្តទៅតាមផែនការដែលបានកំណត់និងប្រកបដោយភាពជោគជ័យជាទីបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រូឧទ្ទេសនិងសិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះនិងសូមប្រសិទ្ធពរជ័យជូនឲ្យដំលោកជំទាវលោកស្រីនាងកញ្ញាទាំងអស់សូមទទួលបាននូវពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្រៀងគ្រាឡើយខ្ញុំសូមប្រកាសបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2026ចាប់ពីពេលនេះទៅបាទសូមអរគុណ